និយាយដល់ឈ្មោះហាន់ពីភ្លាមស្រាប់តែអ្នកគាំទ្រនឹកដល់ឈ្មោះកីឡាករម្នាក់នេះផ្លែតក្នុងប្រភេទទម្ងន់57គីឡូក្រាមរីហ៊ូសម្រាប់ហាន់ពីហាក់ដូចជាកាក់កបមែនទែននៅក្នុងវិស័យប្រដាល់គុណខ្មែរវិស័យឈឺសាច់មួយនេះនាពេលបច្ចុប្បន្នគណៈការប្រកួតម្សិលមិញនេះបាននៅលើស្ថានីយ៍ទូរទស្សន៍ PNN នៅលើសង្វៀន Gensburg គឺហាន់ពីទើបតែក្រងខ្សែក្រវ៉ាត់ Gensburg ជាលក្ខណៈ Foreman Tournament បាទការពីម្សិលមិញនេះដោយជុំចុងក្រោយគេឈ្នះបាទកូនពៅត្រកូលឃឹមគឺឃឹមឌីមីបាទបងប្អូនយើងគឺឈ្នះដោយពិន្ទុចឹងឃើញថាហាន់ពីបាទដែលមានរហស្សនាមថារីហ៊ូសម្រាប់កំពុងតែជោគជ័យខ្លាំងនៅក្នុងវិស័យប្រដាល់គុណខ្មែរបាទគណៈរូបគេទើបតែបាទមានវ័យក្មេងតែប៉ុណ្ណោះហាន់ពីម្នាក់នេះហើយគឺជាឆ្អឹងទៅតឹងករបស់បាទពេជ្រអតិទេពអ្មេចបានខ្ញុំហ៊ាននិយាយបែបហ្នឹងព្រោះថាការប្រកួតរបស់ពេជ្រអតិទេពកន្លងមកគឺឈ្នះបាទជាប់គ្នាប៉ុន្តែមកចាញ់ក្នុងការប្រកួតនៅលើសង្វៀន Extreme Cambodia គុណខ្មែរប្រកួតជាលក្ខណៈ Foreman Tournament ដូចគ្នាគឺជុំទី1គឺពេជ្រអតិទេពផ្លាត់សន្លប់ត្រឹមទឹកទី1ហើយក៏ឈានមកដល់បាទចប់ទឹកក៏ចាញ់ពិន្ទុតែម្ដងទៅចឹងគឺរាប់ម្ដងនៅក្នុងទឹកទី1ចឹងឃើញថាហាន់ពីច្បាស់ណាស់គឺជាបាទឆ្អឹងទៅតឹងកបាទរបស់ពេជ្រអតិទេពមកដល់ពេលបច្ចុប្បន្ននេះមិនទាន់លើដំណឹងថាអ្នកទាំងពីរអាចនឹងជួបគ្នាឬក៏យ៉ាងណានោះទេក៏ប៉ុន្តែសង្ឃឹមថាពេជ្រអតិទេពនឹងមានឱកាសជួបជាមួយនឹងហាន់ពីចូលបងប្អូនយើងគិតយ៉ាងណាដែរបើសិនជាជួបគ្នាអញ្ចឹងវីដេអូនេះផ្ដាំផ្ញើទៅកាន់បងគ្រីពីឡុតផងបាទបើអាចថ្ងៃណាវេលាណាល្អមួយគឺដាក់អ្នកទាំងពីរឲ្យជួបគ្នាម្ដងទៀតទៅបាទឲ្យដាច់ស្រេចកុំឲ្យគេនិយាយថាបាទចង់និយាយថាស្គាល់ហាន់ពីអត់បាទអញ្ចឹងពេជ្រអតិទេពគាត់ថាឆេងពីហ្នឹងបាទចង់ឲ្យជួបគ្នាបាទអេដមីនចង់ឲ្យជួបគ្នាមិនមែនថាអូឲ្យជួបគ្នាដើម្បីស៊ីសាច់ហត់ឈាមទេប៉ុន្តែឲ្យដាច់ស្រេចនៅក្នុងន័យជាកីឡាតែប៉ុណ្ណោះអញ្ចឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណ